សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទ Admin The Space Kid ឬក៏ Kid Project ម្ដងទៀតហើយថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបនៃការ download Serato DJ version 4.0.0 ដែលជា version ថ្មីទើបតែ update crack អញ្ចឹងនេះជា version crack ទេខ្ញុំសូមបញ្ជាក់ដែរវាមិនមែនជា full license ទេហើយខ្ញុំក៏ឃើញបងមួយចំនួនគាត់យក crack នេះយកទៅលក់ចែកចាយទាំងដែលវាជា software ដែលគេ crack ដាក់ free ឲ្យ download តែប៉ុណ្ណោះហើយគាត់ថាជាប្រភេទ full license អញ្ចឹងសម្រាប់ខ្ញុំបញ្ជាក់គឺវាមិនមែនជា license ទេវាគឺជាប្រភេទ crack អញ្ចឹងខ្ញុំប្រាប់បងប្អូនពីរបៀបនៃការ download ដំបូងបងប្អូនចូលទៅកាន់ browser ឬក៏ internet application ដែលបងប្អូនប្រើប្រាស់សម្រាប់ខ្ញុំប្រើ Google Chrome ហើយបងប្អូនចូលទៅកាន់ website មួយដែលមានឈ្មោះថា kitproject.pro នេះដូចខាងលើនេះ kitproject.pro បងប្អូនចូល website ហ្នឹងមកបងប្អូន enter ដើម្បីចូលទៅកាន់ website ហ្នឹងអញ្ចឹងwebsite នេះដែរមានលក់ជាប្រភេទ license ឬក៏ computer part មួយចំនួនអញ្ចឹងបងប្អូនអត់ចង់ជាវជា license ទេបងប្អូនអាច check មើលបាន software crack នេះគឺខ្ញុំដាក់នៅខាងនេះបងប្អូន check ទៅ software បងប្អូនចុចមកវាមានមានកម្មវិធី FL Studio និង Serato អញ្ចឹងខ្ញុំបង្ហាញថ្ងៃនេះគឺកម្មវិធី Serato DJ Pro Suite 4.0.0 សម្រាប់ Windows អញ្ចឹងបងប្អូនចុចលើអាហ្នឹងមកបងប្អូនមើលកន្លែងនេះវាមាន ra password មួយ ra password ហ្នឹងជាប្រភេទ zip file ដែលយើងបានដាក់ទៅអញ្ចឹងបងប្អូនចុច download now វាមាន2មួយសម្រាប់ Google Drive មួយសម្រាប់ OneDrive link ទាំងពីរនេះគឺដូចគ្នាទេបងប្អូនចង់យកមួយណាក៏បានដែរដែលងាយស្រួលសម្រាប់បងប្អូនអញ្ចឹងសម្រាប់ខ្ញុំយក OneDrive ខ្ញុំចុចទៅគឺវា redirect ចូលទៅក្នុង browser បងប្អូនចុចសញ្ញាព្រួញកន្លែងនេះ download start download អញ្ចឹងសម្រាប់ខ្ញុំបាន download វារួចម្ដងហើយអញ្ចឹងខ្ញុំធ្វើការ cancel ខ្ញុំចូលទៅកាន់ folder ដែលខ្ញុំ download រួចពេលដែលបងប្អូន download រួចវានឹងចេញ file zip បែបនេះអញ្ចឹងនៅពេលចេញ file zip បងប្អូនមកស្ដាំមកបងប្អូនយកពាក្យថា WinRAR extract to Serato DJ Pro Suite 4.0 នេះបងប្អូនចុចមកវានឹងទាមទារ password អញ្ចឹងpassword ហ្នឹងយើងបានមកកន្លែងណាយើងបានមកកន្លែងនេះra password នេះអញ្ចឹងបងប្អូនគ្រាន់តែចុចលើវាមួយមកវានឹង auto copy តែម្ដងអញ្ចឹងបងប្អូនមកនេះបងប្អូនមកស្ដាំក៏បាន control V ក៏បានហើយផាសវាចូលចុច OK តបពី OK បងប្អូនរងចាំបន្តិចមកវានឹង unzip file ហ្នឹងឲ្យយើងហើយនេះរួចរាល់ហើយអញ្ចឹងបងប្អូនចូល folder ហ្នឹងមកបងប្អូនមើល instruction សិនជាដំបូងបងប្អូនបើក instruction សិនថាវាមានអីខ្លះជាដំបូងគេឲ្យយើងinstall a flexible file in program directory copy Serato folder entire folder in នៅក្នុងនេះមក skip sign in នៅឡើងអញ្ចឹងដំបូងយើង install នេះ Serato DJ នេះសិនមកកន្លែងនេះខ្ញុំយក hierarchy ដើម្បី install yes កន្លែងនេះ set up successful អញ្ចឹងយើង download តឡើងបានជោគជ័យហើយយើង close មកយើងមិនទាន់ណា launch វាអត់មិនទាន់ណាបើកវាអញ្ចឹងយើងចូល folder crack យើងមើលនេះវាមាន Serato DJ Pro XE Serato Video .exe អានេះជា file license ណាអញ្ចឹងខ្ញុំ back មក crack វិញបងប្អូនបើក folder មួយទៀតបងប្អូនចូលទៅកាន់ folder ដែលមានកម្មវិធី Serato នេះ Serato DJ Pro អញ្ចឹងយើង copy file ពីរនេះដើម្បីផាសចូលទៅក្នុងនឹង folder ហ្នឹងអញ្ចឹងយើង copy file ហ្នឹងគឺ file នៅក្នុង folder crack ដែលយើង download ពី website មកមិញណាអញ្ចឹងយើងចូលនេះមកយើងផាសយើង control V មកវាឲ្យយើង replace ឲ្យដោយសារវាមាន file ចាស់ដែលអត់ទាន់ crack អញ្ចឹងយើងផាស file នឹងចូលទៅ continue វានឹងផាសចូលយើង back មកទៀតយើងចូល folder Serato license អានេះជា license file ដែលគេ crack មកអញ្ចឹងយើងមើល notepad វិញគេឲ្យយើងផាសទៅក្នុង user ហើយកន្លែង PC name នេះគឺឈ្មោះម៉ាស៊ីនរបស់យើងអញ្ចឹងកន្លែងហ្នឹងគឺឈ្មោះខុសៗគ្នាបងប្អូនចូលទៅកាន់ drive C
បងប្អូននៅ folder ឈ្មោះថា user នេះមកហើយឈ្មោះខ្ញុំដាក់ thì នេះទៅមកយើងមើលទៀតគេឲ្យទៅណាទៀតapp data អញ្ចឹងយើងចូលក្នុង folder app data ទៅមក local កន្លែង local នេះហើយគឺយើង copy យើង back មកនេះមកយើង copy folder Serato license ហ្នឹងមកយើង copy folder ហ្នឹងមក control C ឬក៏ mouse ស្ដាំមកយកពាក្យ copy ចូលទៅ local ហ្នឹងហើយយើង pass ចូលនេះខ្ញុំ pass ចូលហើយអញ្ចឹងនៅក្នុងនេះវាមាន Serato DJ មួយហើយនឹង license មួយអញ្ចឹងយើង back មកវិញមកយើងការតឡើងយើងបានជោគជ័យហើយយើងសាកបើកកម្មវិធី Serato នេះ Serato DJ Pro នេះពេលយើង create រួចរាល់ហើយគឺវា load ឲ្យ sign in អញ្ចឹងកន្លែងហ្នឹងយើងបាច់ sign in ទេយើងដាក់ I will do sign it later អញ្ចឹងយើងចុចកន្លែងហ្នឹងមកអញ្ចឹងនេះវាជា version ចុងក្រោយ version 4.0.0 បងប្អូនអាចមើលបានខាងក្រោមនេះ version 4.0.0 ហ្នឹងអញ្ចឹងយើង create បានជោគជ័យហើយបងប្អូនអាចប្រើប្រាស់បានខ្ញុំសាកទាញជំនាញចូលគឺវា support វាស្គាល់កន្លែងនេះយើងអាចបិទបានយើងមិនបាច់ sign in វាទេអញ្ចឹងនេះគឺជា interface Serato ដែល update ថ្មី 4.0.0 អញ្ចឹងការតឡើងរបស់យើងបានជោគជ័យហើយបងប្អូនចង់បាន software ផ្សេងៗហើយបងប្អូនអាចចូលឆែកទៅក្នុង website នេះបានដែលមានឈ្មោះថា kitproject.pro អញ្ចឹងបងប្អូនអាចចូលកន្លែងហ្នឹងបានអញ្ចឹងវីដេអូខ្ញុំត្រូវបានបញ្ចប់ជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់